តោះសួស្តីថ្ងៃនេះយើងរៀនអំពីថ្ងៃទាំង7ក្នុងមួយសប្តាហ៍ដែលយើងអត់ទាន់មានវីដេអូនោះទេចាប់ផ្ដើមច័ន្ទគៀពុធប្រហោះសុក្រសៅរ៍អាទិត្យតោះលើម្ដងទៀតថ្ងៃច័ន្ទថ្ងៃគៀថ្ងៃពុធថ្ងៃប្រហោះថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យដែលយើងអាចរាប់ម្ដងទៀតច័ន្ទគៀពុធប្រហោះសុក្រសៅរ៍អាទិត្យចាលើរាប់ម្ដងទៀតចឹងគាត់រាប់ឲ្យចាំថ្ងៃច័ន្ទគៀពុធប្រហោះសុក្រសៅរ៍អាទិត្យចឹងណាចាដើម្បីងាយស្រួលនៅពេលអ្នកគ្រូសួរថាថ្ងៃនេះថ្ងៃអីយើងដឹងតោះច័ន្ទគៀពុធប្រហោះសុក្រសៅរ៍អាទិត្យក្នុងមួយសប្តាហ៍យើងមាន7ថ្ងៃចាអញ្ចឹងគាត់រាប់ទៅមកបានច្រើនដល់ឆាប់ចេះចាប់ដល់រាប់ម្ដងទៀតច័ន្ទថ្ងៃគៀថ្ងៃពុធថ្ងៃប្រហោះថ្ងៃសុក្រថ្ងៃសៅរ៍និងថ្ងៃអាទិត្យសម្លៀកបំពាក់ប្រពៃណីខ្មែរទាំង7ពណ៌ប្រចាំថ្ងៃអញ្ចឹងតោះចាប់ដើមថ្ងៃច័ន្ទសំទោសថ្ងៃអាទិត្យពណ៌ក្រហមថ្ងៃច័ន្ទពណ៌លឿងទុំថ្ងៃអង្គារពណ៌ស្វាយថ្ងៃពុធពណ៌ស៊ីលៀបថ្ងៃប្រហោះពណ៌បៃតងថ្ងៃសុក្រពណ៌ខៀវថ្ងៃសៅរ៍ពណ៌ប្រេងទុំចាអញ្ចឹងចំណាំបងប្អូនថយគេសួរថាថ្ងៃច័ន្ទពណ៌អីយើងដឹងថាថ្ងៃច័ន្ទពណ៌លឿងទុំថ្ងៃអង្គារពណ៌ស្វាយថ្ងៃពុធពណ៌ស៊ីលៀបថ្ងៃប្រហោះពណ៌បៃតងថ្ងៃសុក្រពណ៌ខៀវថ្ងៃសៅរ៍ពណ៌ប្រេងទុំឥឡូវអ្នកគ្រូរាប់ឲ្យម្ដងទៀតថ្ងៃអាទិត្យពណ៌ក្រហមថ្ងៃច័ន្ទពណ៌លឿងទុំថ្ងៃអង្គារពណ៌ស្វាយថ្ងៃពុធពណ៌ស៊ីលៀបថ្ងៃប្រហោះពណ៌បៃតងថ្ងៃសុក្រពណ៌ខៀវថ្ងៃសៅរ៍ពណ៌ប្រេងទុំច័ន្ទបៃតងអង្គារស្វាយពុធស៊ីលៀបប្រហោះបៃតងសុក្រពណ៌ខៀវថ្ងៃសៅរ៍ពណ៌ប្រេងទុំរីឯថ្ងៃអាទិត្យពណ៌ក្រហមអញ្ចឹងទាំង7ថ្ងៃនៅតាមសម្លៀកបំពាក់ខ្មែរនីមួយៗមានពណ៌តែប៉ុណ្្នឹងទេចាអញ្ចឹងចំណាំទាំងអស់គ្នាហើយវីដេអូនេះក៏មានសារៈសំខាន់សម្រាប់មនុស្សធំៗដែរដែលគាត់ត្រូវចំណាំពណ៌នីមួយៗដោយមានការប្រឡងអីនីមួយៗគឺមានតែសួរថ្ងៃច័ន្ទពណ៌អីអញ្ចឹងទៅអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាវីដេអូក្រោយទៀត